អូខេជំរាបសួរបាទស្វាគមន៍ជាថ្មីមកកាន់ Channel Mobile Style បាទសុខសប្បាយជាទេបាទថ្ងៃនេះយើងវិលជួបគ្នាសាជាថ្មីម្ដងទៀតហើយថ្ងៃនេះ Mobile Style ក៏លើកយកនៅ Fix លុយចំនួន5យកមកបង្ហាញដល់បងប្អូនទាំងអស់គ្នាដើម្បីបានយកទៅប្រើប្រាស់នៅលើទូរស័ព្ទដៃ iPhone របស់អ្នកទាំងអស់គ្នាដែលបានធ្វើការចែកប្រាក់ហើយអូខេអញ្ចឹង Fix ទី1ដែល Mobile Style ចង់បង្ហាញគឺរបៀបដែលយើងលេង Style ម៉ោងទៅលើទូរស័ព្ទដៃ iPhone របស់យើងដែលមានលក្ខណៈស្រស់ស្អាតដូចនេះគឺវាមានពណ៌រៀងឆ្លោះអាស្រ័យទៅលើ wallpaper នៃទូរស័ព្ទដៃ iPhone របស់យើងអូខេអញ្ចឹងដើម្បីអាចលេង Style ដូចនេះបានអ្នកនរគ្នាគ្រាន់តែចូលទៅកាន់ Cydia ហើយធ្វើការ install នៅ Fix មួយដែលគេដាក់ឈ្មោះថា Simple Time អូខេនេះបាទ Simple Time ហ្នឹងយើងចូលមកដើម្បីកំណត់វាបាទអញ្ចឹងចំណុចមុនដំបូងនោះយើងអាចធ្វើការកំណត់ទីតាំងរបស់វាបាទនៅខាងឆ្វេងនៅកណ្ដាលឬខាងស្ដាំអូខេឥឡូវយកខាងឆ្វេងវិញចុះបាទបន្ទាប់មកកន្លែង font widget នេះយើងអាច font way នេះយើងអាចធ្វើការជ្រើសរើសនៅប្រភេទ font បាទទំហំរបស់វាណាឧទាហរណ៍ Mobile Style យក semi bold នេះចុះបាទបន្ទាប់មកកន្លែង font size នេះយើងអាចធ្វើការដូរទំហំវាដោយយើងវាយលេខចូលឧទាហរណ៍ Mobile Style យក120ឲ្យវាធំបន្តិចហើយកន្លែង font weight depth ខាងក្រោមនេះយើងអាចយក light យក regular យក medium អីចឹងបាទបន្ទាប់មកយើង back ទៅវិញទៅហើយកន្លែង depth font size នេះបាទយើងអាចកំណត់ទំហំវាដោយវាយចូលឧទាហរណ៍ Mobile Style វាយចូល70ចុះឲ្យធំបន្តិចកន្លែង use wallpaper color នេះបើសិនជាយើងបិទវាម៉ោងហ្នឹងគឺអត់មានពណ៌អាស្រ័យទៅលើ wallpaper របស់យើងទេប៉ុន្តែបើយើងបើកវានឹងមានពណ៌ទៅតាម wallpaper របស់យើងដែលយើងបានកំណត់បាទបន្ទាប់មកកន្លែងនេះ wallpaper color saturation នេះយើងអាចបើកវាអស់បាទបើកអស់មក show next alarm date នេះយើងអាចបើកវាអស់ចឹងដែរមកបន្ទាប់មកចុច rest spring បាទយើងនឹងបាន style ម៉ោងនៅលើ lock screen ក៏ដូចជានៅលើ notification របស់យើងបាទយ៉ាងស្រស់ស្អាតអូខេអញ្ចឹងយើងឃើញថាវាមានការផ្លាស់ប្ដូរប្រែប្រួលម៉ោងនឹងធំជាងមុនអូខេនេះគឺជា tweak ទី1 tweak ទី2ដែល Mobile Style ចង់បង្ហាញគឺរបៀបដែលយើងលេង style ទៅលើនេះ icon នៅក្នុង setting របស់យើងឃើញមានលក្ខណៈប្លែកពី icon ដើមបាទវាមានរាងជាចំណុចដូចនេះបាទចំណុចហ្នឹងចំណុចដូចនេះគេហៅថា dot អូខេបាទអញ្ចឹងដើម្បីអាចលេង style ដូចនេះបានអ្នកនរគ្នាគ្រាន់តែចូលទៅកាន់ Cydia ហើយធ្វើការ install នៅ tweak ចំនួន2បាទទី1គឺ iTimer នេះ iTimer អ្នកនរគ្នាបានឃើញហើយ iTimer បាទយើង install វាអញ្ចឹងមកនិងមួយទៀតនេះឈ្មោះថា punch setting នេះ punch setting ណា punch setting អូខេអញ្ចឹងពេលយើង install ហើយយើងចូលមកកាន់ setting មកហើយចូលមកកាន់ setting មកហើយយើងចូលមកកាន់ iTimer ហ្នឹងមកបន្ទាប់មកកន្លែងនេះយើងមិនបាច់គិតវាច្រើនទេយើងបិទវាឲ្យអស់អញ្ចឹងទៅបាទបិទវាឲ្យអស់អញ្ចឹងទៅយើងអាចសេរីកន្លែង position dot ឬក៏ adjust reflection ក៏ហើយវាហ្នឹងយើងអាចទាញពីរីព្រមវាអញ្ចឹងមកនេះចំណុចសំខាន់គឺកន្លែង theme បាទកន្លែង select theme យើងចូលទៅកាន់កន្លែង select theme បាទបើសិនជាវាមិនទាន់ enable ទេនៅខាងក្រោមចេះយើងទាញវាដាក់ទៅលើទៅបាទចូលកន្លែងខាងក្រោម enable ហ្នឹងមកបន្ទាប់មកយើងចុច apply មកបាទ theme ហ្នឹងវាដំណើរការអូខេវាដំណើរការអញ្ចឹងយើងនឹងបាននៅ icon របស់ icon កម្មវិធីនៅក្នុង setting របស់យើងគឺមានលក្ខណៈដោយដែលអ្នកនរគ្នាបានឃើញដូច្នេះឯងបាទនេះគឺជា tweak ទី2 tweak ទី3ដែល Mobile Style ចង់បង្ហាញគឺរបៀបដែលយើងចូលទៅកាន់ folder របស់យើងដោយមិនចាំបាច់បើក folder ទេយើងគ្រាន់តែចុចវាឲ្យជាប់មកវានឹងចេញ app ទាំងឡាយដែលនៅក្នុង folder ហ្នឹងឲ្យយើងប្រើប្រាស់បាទឲ្យយើងប្រើប្រាស់បានដូច្នេះឯងបាទអញ្ចឹងយើងឃើញថាវាមានលក្ខណៈប្លែកហើយនឹងងាយស្រួលនៅក្នុងការចូលទៅកាន់ app នីមួយៗរបស់យើងដែលយើងបានដាក់នៅក្នុង folder ហ្នឹងឯងអូខេអញ្ចឹងដើម្បីអាចលេង style ដូចនេះបានអ្នកនរគ្នាគ្រាន់តែចូលទៅកាន់ Cydia បាទហើយធ្វើការ install នៅ tweak មួយដែលមានឈ្មោះថាអូខេរងចាំតិចបាទដែលមានឈ្មោះថា Manila អូខេនេះ Manila នេះបាទយើង
ចូលទៅកាន់វាហើយយើងធ្វើការ install វាមកបាទចុច modify ចុច install វាមកហើយដល់ Mobile Style install រួចហើយអញ្ចឹងមិនបាច់បង្ហាញទេចុច install មកវានឹងចូលវានឹងបាននៅ tweak មួយដែលយើងអាចលេង style ឬក៏អាចធ្វើការចុចដើម្បីចូលទៅកាន់ app នៅក្នុង folder ដូចជាអ្នកនរគ្នាបានឃើញដូចនេះឯងនេះគឺជា tweak ទី3 tweak ទី4ដែល Mobile Style ចង់បង្ហាញបាទគឺរបៀបដែលយើងលេង style ទៅលើរបាតដករបស់យើងដែលមានលក្ខណៈជាពណ៌ហើយនឹងមានស៊ុំយ៉ាងស្រស់ស្អាតដូចនេះបាទអញ្ចឹងយើងអាចលេងរបាតដកយើងលេងពីរពណ៌ដេញពណ៌គ្នាអញ្ចឹងហើយនឹងមានស៊ុំនៅព័ទ្ធជុំវិញនៅរបាតដកនឹងទៀតផងអូខេអញ្ចឹងដើម្បីអាចលេង style ស្មានអ្នកនរគ្នាគ្រាន់តែចូលទៅកាន់ Cydia ហើយធ្វើការ install នៅ tweak មួយដែលគេដាក់ឈ្មោះថាអូខេដែលគេដាក់ឈ្មោះថា Navel នេះ Navel បាទបន្ទាប់ពីយើង install ហើយយើងចូលមកកាន់ setting មកហើយចូលទៅកាន់ Navel ហ្នឹងមកបន្ទាប់មកបាទយើងធ្វើការកំណត់នៅមុខងារមួយចំនួននៅក្នុងកម្មវិធីហ្នឹងបាទកន្លែង apply to floating dog នេះយើងមិនបាច់ floating dog នេះយើងមិនបាច់បើកវាទេព្រោះវាមានហើយកន្លែង vertical gradient ឬក៏ horizontal gradient នេះយើងអាចជ្រើសយកមួយណាក៏បានដែរបើសិនជាយើងយក vertical ពណ៌ហ្នឹងវាដេញគ្នាពីលើចុះក្រោមបើសិនជាយក horizontal វាផ្ដេកបាទបន្ទាប់ពីយើងជ្រើសរើសហើយយើងកន្លែង alpha នេះយើងបើកវាអស់ទៅដើម្បីឲ្យវាចេញពណ៌អស់អញ្ចឹងបាទហើយកន្លែង color 1នេះបាទយើងជ្រើសរើសយកពណ៌ណាដែលយើងស្រឡាញ់ឧទាហរណ៍ Mobile Style ដូរពីពណ៌ក្រហមទៅជាពណ៌ស្វាយកន្លែង color 2នេះដូរពីពណ៌លឿងទៅជាពណ៌រាងផ្កាឈូកទៅដើម្បីឲ្យវាដេញគ្នាអូខេបាទហើយចុចវាមកបាទ override corner radius នេះយើងបើកវាដើម្បីឲ្យ corner របស់វាមានលក្ខណៈថាយើងបើកអស់វាមូលខ្លាំងបន្ថយអស់វារាងជ្រុងអញ្ចឹងណាឧទាហរណ៍យកប៉ុណ្ណេះចុះអូខេបន្តមក border color នេះយើងអាចធ្វើការកំណត់នៅពណ៌របស់ស៊ុំរបស់វាអូខេឥឡូវ Mobile Style ដូរពីពណ៌ហ្នឹងមកពណ៌សូកូឡាចេះចុះហើយចុចដានមក border កន្លែងនេះយើងអាចទាញដើម្បីបង្កើនទំហំនៃស៊ុំរបស់វាបាទឥឡូវយើងបន្ថយឲ្យទូចតិចចុះអូខេពេលយើងកំណត់អញ្ចឹងរួចរាល់ហើយយើងចុច respring មកអញ្ចឹងយើងចូលទៅមើលរបាតដករបស់យើងឃើញថាមានការផ្លាស់ប្ដូរនិងប្រែប្រួលដូចទៅអ្នកនរគ្នាបានឃើញដូចនេះឯងបាទវាមានលក្ខណៈស្រស់ស្អាតមែនតើអូខេនេះគឺជា tweak ទី4 tweak ទី5ដែល Mobile Style ចង់បង្ហាញគឺរបៀបដែលយើងលេង style ពណ៌ទៅលើ setting របស់យើងដែលមានលក្ខណៈប្លែកនិងស្រស់ស្អាតដូចនេះដូចអ្នកគ្នាបានឃើញហើយនេះបាទប្លែកហើយស្អាតមែនតើបាទពណ៌លើ setting របស់យើងអូខេអញ្ចឹងដើម្បីលេង style ស្មានអ្នកនរគ្នាគ្រាន់តែចូលទៅកាន់ Cydia ហើយធ្វើការ install នៅ tweak មួយដែលគេដាក់ឈ្មោះថា top setting អូខេនេះ top setting នេះបាទយើងចូលមកកន្លែង top setting នេះយើងចូលទៅកាន់វាដើម្បីកំណត់មុខងាររបស់វាកន្លែង enable elegant setting នេះយើងបើកវាមកកន្លែង high app high separator នេះយើងមិនបាច់បើកក៏បានដែរបាទកន្លែងនេះ enable customization នេះយើងអាចបើកយើងអាចធ្វើការវាយបន្ថែមនៅឈ្មោះ setting របស់យើងអាចដូរជាឈ្មោះរបស់យើងក៏បានដូរដាក់ជាអ្វីក៏បានឧទាហរណ៍ Mobile Style ថែម emoji ទៅលើនឹងមួយទៀតទៅអូខេបាទយករូបបេះដូងដាក់សងខាងពីរអញ្ចឹងទៅបន្ទាប់មកកន្លែងនេះយើងធ្វើការបើកវាមកហើយ background color នេះយើងធ្វើការកំណត់វាមកឥឡូវយើងដូរពីពណ៌ខៀវមកជាពណ៌លឿងវិញមកឧទាហរណ៍ចុចដានមកបាទ customize the keyboard នេះយើងអាចធ្វើការកំណត់ពណ៌របស់ keyboard បាទយកពណ៌ខ្មៅឬក៏យកពណ៌សបាទឬក៏យកពណ៌ក្រហមឥឡូវ Mobile Style យកពណ៌សចុះបន្ទាប់មកយើង back ទៅវិញទៅបាទ back ទៅវិញទៅបាទអស់ហើយកន្លែងហ្នឹងបន្ទាប់មកចឹងយើងមើលខាងលើនេះយើងយកពាក្យថា apply setting បាទ apply វាមកហើយយក OK មកអូខេយើងត្រឡប់ទៅមើល setting របស់យើងនឹងឃើញថា setting របស់យើងនឹងមានការប្រែប្រួលបាទអញ្ចឹងបាទយើងមានឈ្មោះ setting ដែលមានរូបបេះដូង2នៅសងខាងបាទហើយយើងឃើញថា background របស់ setting របស់យើងគឺដូរពីពណ៌ខៀវមកជាពណ៌លឿងវិញបាទមើលទៅវាមានលក្ខណៈប្លែកហើយនឹងស្រស់ស្អាតដូចនេះឯង
អូខេគុណណាស់សម្រាប់ការតាមដានទស្សនាថ្ងៃនេះមានតែប៉ុណ្្នឹងទេខុសឆ្គងយ៉ាងណាក៏សូមអធិស្ឋានពីនេះ Mobile Style ក៏សូមជម្រាបលាជួបអ្នករងគ្នានៅវីដេអូលើកក្រោយទៀត